ថ្ងៃនេះមកលេងខាងខេត្តត្បូងឃ្មុំមើលការរៀបចំតាំងពីពណ៌ទុរេនធម្មជាតិខ្មែរយើងល្អបងប្អូនកកច្រើនត្រៀបត្រាទុរេនដាក់តម្កល់នៅតាមតង់បងប្អូនចង់អញ្ជើញមកពិសាទុរេនខ្មែរពិតឈ្ងុយឆ្ងាញ់អស្ចារ្យថ្ងៃ12 13 14មិថុនាគេតាំងពីពណ៌មានទាំងការប្រគំតន្ត្រីមានតារាល្បីច្រៀងកំដរជាកម្មវិធីដ៏កម្រទុរេនដាក់កោទុកជូនហ្វ្រីនិយាយអញ្ចឹងនឹកឃើញពាក្យមួយឃ្លារបស់បណ្ឌិតយិនវ័នដែលលោកពោលថាការមានប្រយោជន៍គួរខំធ្វើវិជាចេះស្ទើរគួរខំបំពេញអកុសលមាននៅគួរលះចេញជួយមានចំណេញគួរខំជួយបាទជាការពិតណាស់មនុស្សយើងសពថ្ងៃបើធ្វើអ្វីមួយហើយតែងតែចង់បានផលប្រយោជន៍បើពុំបានប្រយោជន៍គេពុំធ្វើទេព្រោះសម័យបច្ចុប្បន្នសពថ្ងៃនេះភាគច្រើនគេអ៊ូតសម្ភារៈនិយមអ្នកដែលមានផ្ទះធំផ្ទះល្អអ្នកដែលមានរថយន្តល្អរថយន្តទំនើបព្រមទាំងគ្រឿងប្រើប្រាស់ទាន់សម័យទូរស័ព្ទដៃសម្ភារៈអេឡិចត្រូនិកផ្សេងដែលគេត្រូវយកបង្អួតគ្នាដើម្បីបញ្ជាក់អំពីសមត្ថភាពរបស់គេបាទអញ្ចឹងវីដេអូនេះគឺមានត្រឹមប៉ុណ្ណេះខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណឹង